Bà số dây nó kia thì này trong một chuyện lấy đẹp tôi trong một nông ca đã ổn thọt một cái lớp nó không nông chỉ có một cái lớp nó không cầm tỷ sen một lấy ngày tờ đã ổn thọt có thôi xin mặt hồ với bà bên nào đại dương đã ổn thọt có tất cả chúng mình mỗi dừng ai score vì rụng riêng rồi có một món bỏ chung một nè cái pro tha bộc lực mình chán để lại dương Oscar có thể bàn tay bài dương miền trung một có thể cho một thoát trắng nẹp xìm xím có ai score bộc lực bài dương này tụ bay còn mình bàn chụp tôi có nói có bàn khơi rụt thoát có ai score bàn này và nên chia sẻ bây giờ những cái đặt cho chung một thoát tầm bay có một lực bài dương chẳng ai chia tầm 4 nhưng từរៀបចំtrong bọc lựcជាមុនសិនបាទនៅខ្ញុំរៀបចំអញ្ចឹងណាចាំបន្តមកវាទៅចុច right click នៅខាងឈ្មោះនោះមកតមកអ្នកអង្គាចុចពាក្យថា comment បាទបន្តមកអ្នកអង្គាលុបសិនអ្នកអង្គាចុច right click ទៅលើcomment box ហ្នឹងបន្តមកអ្នកអង្គាចុចទៅលើពាក្យ format comment តមកវានឹងចេញ screen តាក់ទងជាមួយនឹង format comment ហ្នឹងអ្នកនរគ្នាទៅជ្រើសរើសចូលពាក្យ color and line បាទបន្តមកអ្នកនរគ្នាចុចនៅក្នុងកន្លែង fill ហ្នឹងមកចុច fill effect បាទបន្តមកអ្នកនរគ្នាចុច picture មក select picture ចុចកន្លែង from a file browser នេះជារូបថតដែលយើងត្រូវselect ថាឧទាហរណ៍នេះជាឧទាហរណ៍បាទឧទាហរណ៍ថាឈ្មោះលោកកក្កដាទៅលេខទៅរូបភាពទី1អញ្ចឹងយើង select ពីមក insert បាទអូខេបាទអញ្ចឹងយើងបានរូបថតរបស់គាត់តាមឈ្មោះមួយបាទចឹងយើងដាក់ cursor នៅលើឈ្មោះនេះវាបង្ហាញរូបថតគាត់ឈ្មោះពុតនឹងហើយបាទអញ្ចឹងជាឧទាហរណ៍ទី2ខ្ញុំធ្វើដដែលអញ្ចឹង right click យើងចុចពាក្យ comment បន្តមក right click ចុចពាក្យ format comment ចូលទៅក្នុង color line បាទជ្រើសពាក្យ fill effect select នៅក្នុងប៊ូតុង picture select picture ហើយចុច browse បាទតមកទីហៅថាលោកគ្រូសីហានៅរូបភាពទី2បាទសម្រាប់ទី2ហើយចុច insert អូខេបាទអញ្ចឹងយើងបានបោះរូបភាពរបស់គ្រូសីហាបាទនេះជារបៀបនៃការដាក់រូបថតរបស់គាត់តាមឈ្មោះនីមួយៗបើសិនអ្នកគ្នាចង់បង្ហាញ comment វិញអ្នកគ្នាអាចចុច right click មកចុចកន្លែង show and hide column អញ្ចឹងមានន័យថាវានឹងបង្ហាញរូបថតរបស់លោកកក្កដាបើអ្នកគ្នាចង់មិនចង់បង្ហាញចឹងទេក៏អ្នកគ្នាចុច right click វិញមកតែមិនអ្នកគ្នាចុច hide comment វិញបាទអញ្ចឹងវាអត់ឃើញទេបើសិនអ្នកគ្នាចង់ឃើញរូបថតរបស់គាត់អ្នកគ្នាគ្រាន់តែចូលមកក៏ក្រសោបរបស់យើងដាក់លើឈ្មោះគាត់វានឹងបង្ហាញរូបថតរបស់បុគ្គលយើងម្នាក់ៗហ្នឹងបាទសម្រាប់ការបង្ហាញនេះមានប៉ុណ្ណឹងណាបាទអរគុណច្រើនសម្រាប់ការទស្សនា like and subscribe បើសិនអ្នកគ្នាចង់បានរូបមន្តនៃការប្រើប្រាស់ប្រព័ន្ធផ្សេងៗអ្នកគ្នាអាច comment ខាងក្រោមខ្ញុំនឹងធ្វើវីដេអូដើម្បីបង្ហាញអ្នកគ្នាដើម្បីជាប្រយោជន៍ក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់យើងបាទអរគុណច្រើន